តបន្ទាប់ពីចាក់ filler តើត្រូវប្រុងប្រយ័ត្នអ្វីខ្លះពិតប្រាកដណាស់គ្មានអ្វីត្រូវប្រុងប្រយ័ត្នទេអ្នកឲ្យស្ថានភាពរមាស់ឬខ្មៅបន្ទាប់ពីចាក់វ៉ាក់សាំង filler វាខ្លាំងតិចណាស់ដែលកើតឡើងលើកលែងតែអ្នកខ្លះកំពុងប្រើផលិតផលបំប៉នឬថ្នាំខ្លះដែលងាយធ្វើឲ្យរមាស់ឬខ្មៅប៉ុណ្ណោះសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាគ្រូពេទ្យទៀនគ្រូពេទ្យសម្រស់នៅមន្ទីរពេទ្យសម្រស់ហ្គេនហាខ្ញុំមានការប្រាប់ប្រុងប្រយ័ត្នតែមួយគត់ថាសូមជ្រើសរើសមូលដ្ឋានដែលមានឥទ្ធិពលនឹងគ្រូពេទ្យឯកទេសផ្នែកស្បែកសម្រស់ឬវះកាត់បង្កើតសម្រស់ហើយត្រូវមានជំនាញជ្រៅជាងផ្នែកចាក់ filler ដើម្បីឲ្យលទ្ធផលសម្រស់មានសុវត្ថិភាពនិងស្អាតប្រណិតហើយយើងគួរជ្រើសរើសផលិតផលដែលមានការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងបច្ចុប្បន្នដូចជាយើងអាចប្រើខ្លាញ់ដើម្បីធ្វើជា filler ដោយខ្លួនឯងហើយត្រូវជៀសវាងករណីដែលយើងចាក់សារធាតុដែលមិនមានសុវត្ថិភាពមិនត្រូវបានអនុញ្ញាតចូលទៅក្នុងរាងកាយទេព្រោះថាបច្ចុប្បន្ននេះនិន្នាការចាក់ filler គឺមនុស្សគេចង់ឲ្យមានការចូលរួមតិចបំផុតហើយយើងប្រើ filler បន្តិចបន្តួចប៉ុណ្ណោះដើម្បីកែសម្រួលបន្ទាត់នានាភាគច្រើនអតិថិជនរបស់ខ្ញុំបន្ទាប់ពីចាក់ filler គេអាចទៅលេងទៅជួបមិត្តភ័ក្តិឬទៅជួបប្តីនៅសន្តាគារផងដោយគ្មាននរណាដឹងថាខ្លួនបានចាក់ filler ត្រង់ណាឡើយគ្រាន់តែដឹងថាអូមើលទៅប្រពន្ធឬមិត្តភ័ក្តិរបស់ខ្លួនស្អាតជាងមុនប៉ុន្តែមិនយល់ថាបានធ្វើអ្វីទេ